Ok, nơi trong video nàyគឺយើងមកនិយាយអំពីមូលហេតុអីដែលធ្វើឲ្យមាសចុះ ok why go fall និយាយទៅលក្ខខណ្ឌរបស់វាគឺ fundamental មិនមែន technical fundamental fundamental ព័ត៌មានគឺកត្តាព័ត៌មានចម្បងបច្ចុប្បន្នគឺគេមើលទៅលើអីគេព័ត៌មានសង្គ្រាមvs អេរ៉ង់អាមេរិកជាមួយនឹងអេរ៉ង់ដឹងទេព័ត៌មានសង្គ្រាមអាច check មើលបានពាក់ព័ន្ធជាមួយនឹងឥឡូវគ្រាន់តែចូលមើលកន្លែងforex factory ក៏បានដែរបើចាំទៅណាឆ្ងាយ website forex factory មើល hot news អូមើលសិតតែអាមេរិកជាមួយអេរ៉ង់អាមេរិកជាមួយអេរ៉ង់អាមេរិកជាមួយអេរ៉ង់អេរ៉ង់វាយគ្នាបាញ់បាញ់ឈប់ព័ត៌មានហ្នឹងដែលធ្វើឲ្យទីផ្សារប្រែប្រួលខ្លាំងគឺដោយសារតែកត្តាព័ត៌មានហ្នឹងខ្ញុំគ្រាន់តែចូលរាក់ណាខ្ញុំអត់ចូលលម្អិតទេបើចង់ចូលលម្អិតប្រហែលជានៅtrongវីដេអូអាចនឹងចូលលម្អិតជាងនឹងតិចឥឡូវយើងយកចូលរាក់ទី1ព័ត៌មានសង្គ្រាមអាមេរិកជាមួយនឹងអេរ៉ង់វា affect មិន affect ទៅដល់ទីផ្សារប្រេង why ប្រេង why គឺដោយសារតែអេរ៉ង់គឺជាប្រទេសមួយដែលលក្ខណៈថានាំចេញប្រេងដែរវាមិនមែននាំចេញប្រេងវានៅជិតអាតំបន់ដែលនាំចេញប្រេងច្រើនជាងគេអាតំបន់ Hormuz អីហ្នឹងអូខេអញ្ចឹងអាផ្លូវទឹកប្រេងហ្នឹងសិតតែឆ្លងកាត់ប្រទេសអេរ៉ង់ហ្នឹងតោះនេះច្រកសម្បល់ Hormuz ហ្នឹងឯងអញ្ចឹងនៅពេលដែលច្រកសម្បល់ Hormuz ហ្នឹងបិទតម្លៃប្រេងហ្នឹងកើនឡើងអានេះពាក់ព័ន្ធជាមួយនឹង supply demand អានេះពាក់ព័ន្ធជាមួយនឹង supply demand and demand supply demand ហ្នឹងមិនsupply demand ហ្នឹងចេះនៅពេលដែលទំនិញនឹងតម្រូវការទំនិញនឹងកើនឡើងប៉ុន្តែទំនិញនឹងតិចវិញចំនួនទំនិញតិចតែតម្រូវការកើនឡើងតម្លៃវាកើនឡើងតោះណាឧទាហរណ៍ថាទូរស័ព្ទ iPhone គេផលិតមកត្រឹមតែ100គ្រឿងឯងក្នុងជុំវិញពិភពលោកប្រកបណាស់មានអ្នកចង់បាននៅពេលដែលគេចង់បានអញ្ចឹងគេប្រកបជាបណ្ដេញគ្នាបណ្ដេញតថ្លៃគ្នាអ្នកនេះឲ្យប្រហែល$10000អ្នកនេះឲ្យប្រហែល$10000តម្លៃហ្នឹងវាកើនឡើងរហូតដោយសារអីតម្លៃតំណែងហ្នឹងវាកម្រតំណែងហ្នឹងវាតិចចឹងអាតម្លៃ supply demand ហ្នឹងវាកើនឡើងដូចគ្នាតោះនេះអានេះគឺជាមូលហេតុដែលធ្វើឲ្យតម្លៃប្រេងកើនឡើងអូខេឥឡូវប្រេងកើនឡើងហើយដើម្បីបានវាពាក់ព័ន្ធជាមួយមាសថាប្រេងកើនឡើងហ្នឹងធ្វើឲ្យតម្លៃមាសធ្លាក់ចុះមែនទេមិនមែន100%តម្លៃប្រេងកើនឡើងវាធ្វើឲ្យ inflation កើនឡើងពាក់ព័ន្ធជាមួយនឹងអតិផរណា inflation របស់ខ្ញុំតិច inflation up តម្លៃប្រេងកើនឡើងធ្វើឲ្យ inflation កើនឡើងមិនចឹងយើងមើលទៅលើពាក់ព័ន្ធជាមួយនឹងយានជំនិះឬក៏រោងចក្រផលិតរបស់របរគឺគេប្រើអីគេប្រេងដើម្បីផលិតមែនទេអញ្ចឹងនៅពេលដែលតម្លៃប្រេងកើនឡើងហ្នឹងតើរោងចក្រហ្នឹងនៅតែបន្តផលិតទំនិញដូចមុនទៀតអត់គាត់ជាអត់ទេគេកាត់បន្ថយនៅពេលដែលគេកាត់បន្ថយអញ្ចឹងតម្លៃទំនិញហ្នឹងក៏វាកើនឡើងដូចគ្នាហើយមួយទៀតពាក់ព័ន្ធជាមួយនឹងការដឹកទំនិញនាវាដឹកទំនិញឆ្លងប្រទេសវាត្រូវការប្រេងដើម្បីដឹកទំនិញប៉ុន្តែប្រេងឥឡូវហ្នឹងចាប់ផ្ដើមវាលក្ខណៈសតទៅអញ្ចឹងតម្លៃប្រេងវាកើនឡើងថ្លៃទៅសម្រាប់តែក្រុមហ៊ុនដឹកទំនិញតាមផ្លូវទឹកហ្នឹងនៅដឹកទៀតអត់មិនថាដឹកតាមនាវាដឹកតាមចំហអីប្រកាសជាចោះសោយអញ្ចឹងពាក់ព័ន្ធជាមួយនឹងតម្លៃទំនិញក៏កើនឡើងដូចគ្នាអាហ្នឹងក៏ជាកត្តាមួយដែល affect ដែរអូខេតោះនេះនៅពេលដែលពាក់ព័ន្ធជាមួយនឹង inflation កើនឡើងវាប៉ះពាល់ដល់ consumer អ្វីដែលខ្ញុំនិយាយមិញ consumer low ដូចគ្នា consumer និយាយថា low drop នៅពេលដែលអតិផរណាកើនឡើង consumer ក៏មានការថយចុះដូចគ្នាមិនចឹងឥឡូវចាថាកៅអៅចុះរកកៅអៅមួយពីមុនយើងត្រូវចំណាយត្រឹមតែ2 រៀលណាឥឡូវឡើងដល់5រៀល10រៀល20រៀលកៅអៅមួយគ្រាន់តែកៅអៅឡើងដល់10រៀល20រៀលគាត់ថាពេលបើកប្រាក់ខែទៅទិញកៅអៅទៀតអត់អ្នកខ្លះប្រកាសជាកាត់បន្ថយការទិញកៅអៅអីអញ្ចឹងអានេះវាកាត់បន្ថយអញ្ចឹង consumer ធ្លាក់ចុះវា affect ទៅអ្នកណាគេ business owner ឬក៏ business និយាយថា business បានវា affect ទៅ business អញ្ចឹង business ខ្លះគេនៅមានលុយបានគេអាចទប់បាន business ខ្លះគេអត់មានលុយគេ fail អញ្ចឹង business low ដូចគ្នាbusiness ខ្លះបរាជ័យ fail ទៅបើកហាងភ្លាមស្រាប់តែព័ត៌មានសង្គ្រាមចេះអាខ្លះទិញទំនិញខំកក់ចេញពីថៃកក់ចេញពីប្រទេសនេះប្រទេសនោះស្រាប់តែពាក់ព័ន្ធជាមួយនឹង inflation កើនឡើងការចំណាយកើនឡើងអញ្ចឹង business ហ្នឹងទៅបើកមុនដំបូងបរាជ័យភ្លាមអូខេនៅពេល business fail វា affect ទៅអីគេ economy របស់ប្រទេសហ្នឹងក៏វា drop ដូចគ្នាសេដ្ឋកិច្ចរបស់ប្រទេសទាំងមូលធ្លាក់ដូចគ្នាអានេះអញ្ចឹងនៅពេលដែលសេដ្ឋកិច្ចធ្លាក់ចុះនៅពេលនេះហើយគឺតួអង្គឯកយើងសំខាន់ជាងគេ
ឬក៏ central bank យើងនិយាយ central bank ទៅយកអញ្ចឹងសំដៅទៅលើតែមាសមួយណាយើងសំដៅទៅលើទូទៅយើង central bank central central bank ស្អីចឹងអានេះគឺជាធនាគារកណ្ដាលហ្នឹងគឺដើរតួសំខាន់ជាងគេពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងទៅលើសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសណាមួយអូខេឧទាហរណ៍បើយើងនិយាយពីប្រទេសអាមេរិកអានេះគឺ Fed ហ្នឹងបើនិយាយពីប្រទេសជប៉ុនគឺ BOJ អូខេឥឡូវខ្ញុំនិយាយតែ central bank ហ្នឹងសង្ឃឹមថាបងប្អូនដែលគាត់នៅមើលវីដេអូតាមផ្ទះអញ្ចឹងអាចមើលយល់អញ្ចឹង central bank គឺគេមានតួនាទី3ទី1hike នេះស្មើនឹង add interest rate បានន័យថាតម្លាអត្រាការប្រាក់អូខេទី2 neutral ខ្ញុំសេខទី2 neutral គឺការរក្សា same រក្សាទី3 dovish យើងនិយាយ dovish ហ្នឹងគឺកាត់បន្ថយឬក៏ cut rate អញ្ចឹងអា3ហ្នឹងវាមានចំណុចសំខាន់រៀងៗខ្លួនឥឡូវចានៅពេលដែលសេដ្ឋកិច្ចធ្លាក់មកចេះធនាគារកណ្ដាលគឺមានទុនទីតម្លាអត្រាការប្រាក់ហើយដើម្បីជួយស្ដារឲ្យសេដ្ឋកិច្ចនឹងឡើងទៅលើវិញហើយតម្លាអត្រាការប្រាក់ដើម្បីជួយស្ដារសេដ្ឋកិច្ចនឹងមកវិញអញ្ចឹងនៅពេលដែលធនាគារកណ្ដាលនឹងតម្លាអត្រាការប្រាក់ economy នេះបងវាទៅជួយទៅលើនេះ2អ្នកនេះសិនទៅជួយលើ2អ្នកនេះសិនអញ្ចឹង consumer គឺអាចខ្ចីលុយធនាគារដើម្បីលក្ខណៈថាយកបោះដោះស្រាយបំណុលមិនត្រូវការលុយបង់ផ្ទះហ៎ប្រាក់ខែតិចពេកអត់មានលុយបង់ផ្ទះអាចដោះស្រាយបំណុលដោយការកម្ចីលុយពីធនាគារអញ្ចឹង consumer អាចលក្ខណៈថាមានលុយសម្រាប់លក្ខណៈថាសម្រាប់ចាយទុកតាដកខែក្រោយអីចឹងទុកទិញបាយទុកអីចឹង consumer ក៏អាប់ឡើងមកវិញខ្លះអូខេទី2ពាក់ព័ន្ធជាមួយ business ហ្នឹងនៅពេលដែល business ហ្នឹងរែងស្ទះក្នុងការលុយបវលត្រូវខ្ចីលុយធនាគារអញ្ចឹងបាទអត្រាការខ្ពស់អីចឹងទៅអញ្ចឹង business ហ្នឹងក៏វាអាចស្ដារមកវិញខ្លះបានដែរអូខេគឺអូខេឥឡូវយើងបានដល់ប៉ុណ្ណេះហើយអញ្ចឹងនៅពេលដែលពេលពីរនេះអាប់មកវិញអញ្ចឹង economy នេះ drop ឡើងទៅអីគេអញ្ចឹងពីរនេះពីឥឡូវពីមុនវា low ឥឡូវឡើងមកវិញ economy គូតមកវិញឡើងមកវិញeconomy ឡើងមកវិញអញ្ចឹងនៅពេលដែលគេតម្លាអត្រាការប្រាក់នេះវា affect អីគេទៅដល់ប្រាក់ដុល្លារតែប្រាក់ដុល្លារឬក៏ currency ណាមួយដែលធនាគារកណ្ដាលហ្នឹងអ្នកតម្លាអត្រាការប្រាក់អូខេឥឡូវយើងនិយាយថាFed អ្នកតម្លាអត្រាការប្រាក់អញ្ចឹងដុល្លារហ្នឹងអាប់នាំឲ្យgold fall គាត់នេះគឺជាមូលហេតុដែលធ្វើឲ្យតម្លៃហាងឆេងមានការធ្លាក់ចុះតោះណាមានកន្លែងណាមានចម្ងល់មានអត់យកកន្លែងណាវាពាក់ព័ន្ធជាមួយនឹងនេះកន្លែងនេះមិនមែនដោយសារតែមកខ្ញុំទៅណាសុំនេះប្រាស់កន្លែងនេះមិនមែនដោយសារតែប្រេងមាសដែលធ្វើឲ្យតម្លៃហាងចេញមាសចុះទេមិនមែនប្រេងឡើងមាសចុះទេប្រេងឡើង inflation ឡើងធ្វើឲ្យធនាគារកណ្ដាលសម្រេចចិត្តក្នុងការរក្សាអត្រាការប្រាក់ neutral នេះឬក៏តម្លាអត្រាការប្រាក់នេះគឺគេលែងខ្វល់ពីការកាត់អត្រាការប្រាក់ទៀតទេគេតម្លាអត្រាការប្រាក់វិញដើម្បីស្ដារសេដ្ឋកិច្ចនេះឡើងមកវិញដោយសារតែ inflation ឡើងនេះ economy នឹង slow ធនាគារកណ្ដាលត្រូវតែតម្លាអត្រាការប្រាក់ដើម្បីជួយសេដ្ឋកិច្ចនេះអញ្ចឹងប្រេងឡើង inflation ឡើង economy វាធ្លាក់អញ្ចឹងដែលធ្វើឲ្យធនាគារកណ្ដាលអាចនឹងចេញមុខក្នុងការតម្លាអត្រាការប្រាក់ធ្វើឲ្យប្រាក់ដុល្លារឡើងអញ្ចឹងមានចុះនេះគឺដោយសារតែដុល្លារឡើងទេមិនមែនដោយសារប្រេងឡើងទេកុំច្រឡំប្រេងនឹងឡើងដោយសារតែវា affect ទៅ inflation ទេប្រេងនេះវា affect ទៅ inflation មានចុះដោយសារតែដុល្លារឡើងអាហ្នឹងបើយើងមើលជាលក្ខណៈ long term បច្ចុប្បន្ននេះគឺគេផ្ដោតទៅលើអ្វីដែលសំខាន់ជាងគេគឺអេរ៉ង់និងអាមេរិកនេះករណីនេះដោយសារតែសង្គ្រាមនឹងវាអត់ទាន់លក្ខណៈថាខ្នាតធំអានេះគ្រាន់តែវាយតេសលេងទេណាវាយអីទូស្គមមានមីស៊ីលមានអីប៉ុន្តែស្រាប់តែវាយនឹងលក្ខណៈថាមានអាវុធនុយក្លេអ៊ែរឬក៏មានប្រទេសជិតខាងចូលរួមវាយដែរទាំងអស់នេះ cancel មកវិញគឺគេមកទិញមាស
bọn bò sinhជាអានេះវាយខ្លាំងអានេះឥឡូវវាយសោយបើវាយខ្លាំងវិញអានេះអត់ប្រយោជន៍ទេអានេះលេងមិនប្រយោជន៍អានេះឡើងយកបណ្ដោយដោយសារអីបើសិនជាប្រទេសណាកំពុងវាយគ្នាឧទាហរណ៍បោះប្រទេសអ៊ីរ៉ង់ឥឡូវឧបមាចុះថាប្រទេសចម្ប៉ាចុះប្រទេសចម្ប៉ាពីមុនយើងគេមាន currency លុយចម្ប៉ាអីចឹងនៅពេលដែលមានសង្គ្រាមហើយបាត់ប្រទេសចម្ប៉ាមានតែគេចាយលុយចម្ប៉ាទៀតអត់ទេចឹងបានគេទិញមាសទុកចាយវិញចឹងយល់អត់ឥឡូវសម័យប៉ុលពតខ្ញុំលើកទៅហត់សម័យប៉ុលពតចុះចឹងសម័យប៉ុលពតខ្មែរយើងអត់មានចាយលុយទៀតម្នេះគេចាយមាសចាយមាសមកតឡឹងមកជីតឡឹងមកជីដោយសារអីគេអត់មានជំនឿឬក៏ទំនុកចិត្តទៅលើ currency លុយរបស់ខ្មែរទៀតទេរៀលនឹងទៀតទេប៉ុន្តែគេអាចនិយាយថាមានជំនឿទុកចិត្តលើមាសដោយសារមាសវាអាចចាយបានជុំវិញពិភពលោកប្រទេសណាក៏ទទួលយកមាសដែរម្នេះចឹងបើសិនជាវាយខ្លាំងមែនតើព័ត៌មានដែល fake ទាំងអស់នេះលេងមានប្រយោជន៍ទៀតគឺគេទិញមីជោតែប៉ុន្តែជាមួយនឹង fundamental គឺមាន macro សេដ្ឋកិច្ចមាន macro ហើយនិង micro គឺយើងត្រូវមើលទាំងពីរតើវានៅក្នុងកណី macro ឬ micro ហ្នឹងឯង fundamental អត់ឆ្ងល់ទេមិនបានគេដំណើរការប្រាក់ទៅមិនបាននេះឡើង consumer ឡើងឬក៏ដំណើរការប្រាក់ទៅមិនបានធនាគារឲ្យកម្ចីទៅព្រោះនេះល្អឡើងដូចគ្នាតាមពិតណាកន្លែងនេះពេលតឡាការប្រាក់បើសិនជាយើងកម្មវិធីអត្រាការប្រាក់គេជិះបានច្រើនជាងមុនវិញមិនត្រូវជាងម្នេះប្រហែលជាកន្លែងនេះនិយាយខុសតែconsumer ខ្ញុំអាចនិយាយថាខ្ញុំអត់សូវច្បាស់50 ឯងកន្លែងនេះខ្ញុំអាចនិយាយថា50 ប៉ុន្តែពេលប៉ុនជាមួយនឹង business ខ្ញុំ confident បើសិនជាគេដំណើរការប្រាក់ business ក៏ជាលក្ខណៈឡើងដូចគ្នាហេតុអីបើយើងនិយាយការដំណើរការប្រាក់ហ្នឹងវា business ហ្នឹងមិនមែនសំដៅទៅលើតែខាង action មួយទេធនាគារដែរធនាគារអញ្ចឹងនៅពេលដំណើរការប្រាក់អញ្ចឹងធនាគារអាចលក្ខណៈថាឱកាសអញផលិតលុយបានច្រើនអញបោះលុយឲ្យចែកបានច្រើនទៅអញបាន commission បានច្រើនអត្រាការប្រាក់បានច្រើនអានេះខ្ញុំអាច confident យើងនិយាយសំដៅទៅលើ business ឬទៅលើខាងផ្នែក bank ធនាគារពួកខាង loan កម្ចី business loan កម្ចីអាហ្នឹងបានចំណេញច្រើនជាងតែបើសិនជាពួកខាងរោងចក្រឬក៏អីហ្នឹងអាហ្នឹងមួយផ្នែកហ្នឹងគឺអត់សូវជាបានចំណេញពីពាក់ព័ន្ធជាមួយនឹង interest rate ទេប៉ុន្តែគេបានខ្ចីច្រើនជាងមុនគេបានច្រើនជាងមុនដោយសារតែបើយើងកាត់អត្រាការប្រាក់ធនាគារក៏ជាបន្ថយការកម្ចីឯងអញ្ចឹងបងពីមុនបងអាចខ្ចីបាន$10000ប៉ុន្តែឥឡូវខ្ញុំឲ្យបងខ្ចីបានតែ$8000ទេដោយសារតែអត្រាការប្រាក់វាទាបចាំបើខ្ញុំឲ្យបងខ្ចីកាន់ច្រើនអញ្ចឹងខ្ញុំអ្នកខាតវិញខាងធនាគារអ្នកខាតវិញប៉ុន្តែបើសិនជាបងឥឡូវតឡាការប្រាក់បងចង់ខ្ចីកាន់តែច្រើនកាន់តែល្អខ្ញុំបានការប្រាក់កាន់ច្រើនបានការប្រាក់ចំណេញប្រាក់តមកវិញបានខ្ពស់ជាងមុនអានេះបើខ្ញុំនិយាយពី business វាត្រូវជាងពាក់ព័ន្ធជាមួយ consumer បើសិនជាខ្ញុំគិតទៅប្រហែលជា50អ្នកខ្លះទោះបីអត្រាការប្រាក់ឡើងឬក៏ចុះអីក៏នៅតែខ្ចីដែរបើសិនជាតឡើយប៉ុន្តែនៅពេលដែលខ្ចីដល់ពេលខ្ចីបានអញ្ចឹងគេធ្វើមិនគេយកទៅចាយប្រកាសយកទៅចាយដល់ពេលយកទៅចាយទៅវាបើក consumer ហ្នឹងអ្នកប្រើប្រាស់ការចំណាយហ្នឹងវាកើនអញ្ចឹងអានេះវាចូលលក្ខណៈថាពេលតឡាការប្រាក់នេះវាឡើង consumer ហ្នឹងវាចូល50ប៉ុន្តែបើខាង business ខ្ញុំគិតថាត្រូវ100%មានចង្អុលអីទៀតពេលប៉ុនជាមួយនឹង fundamental វាស្មុគស្មាញអញ្ចឹងអានេះបើសិនតែយើងអត់មាន basic ទេបានលើ basic ប៉ុន្តែយើងយល់ប៉ុណ្ណេះគិតថាគ្រាន់ហើយអានេះចូលលក្ខណៈ fundamental អត់មានគ្រូណាបរៀនទេនៅស្រុកខ្មែរដូចជាមានគ្រូណាបរៀនទេមានតែយើងចូលវគ្គសិក្ខាសាលាទៅមានគ្រូនិយាយថាគិតថាសង្គ្រាមគិតថាចេះអត្រាការប្រាក់ចេះតែធ្វើឲ្យតម្លៃហាន់ជាមានប្រែប្រួលអញ្ចឹងគេបានទៅចូលលម្អិតប៉ុន្មានទេទោះបីនេះក៏ខ្ញុំអត់ហ៊ានចូលទៅលម្អិតដែរខ្ញុំខ្លាចថាបងអត់យល់បើសិនជាចូលលម្អិតជាងនឹងទៀតអាចចូលបានឥឡូវច្រាបពាក់ព័ន្ធជាមួយសង្គ្រាមនេះចុះសង្គ្រាមនេះមួយគឺមិនមែននៅសុខបាយគ្នាគឺអាមេរិកនឹងមានគម្រោងយូរហើយគម្រោងហ្នឹងនៅឆ្នាំ2024គេត្រាំឡើងកាន់អំណាចអាមេរិកឃើញគេមុនគេបូមប្រេមមុនគេ invest on oil ឡើងកាន់អំណាចភ្លាមត្រាំឲ្យដបូងប្រេមមុនគេព្រោះអីវាដឹងថាអនាគតវានឹងអាចលក្ខណៈទៅរកវាយរបស់ណាមួយចឹងឯងចឹង2024អាមេរិកដបូងប្រេមគោលចំហទី1របស់អាមេរិក target របស់អាមេរិកគឺប្រទេសចិនចង់វាយបហាទីផ្សារប្រទេសចិនដោយសារតែប្រទេសចិន China បច្ចុប្បន្ននេះអាប់ខ្លាំងហ្មង very strong ប្រទេសចិនលឿនណាស់លឿនខ្លាំងមែនតើខ្លាំងជាងប្រទេសអាមេរិកចង់តែ10 ដងទៀតនៅប្រទេសចិនដោយសារតែខាងនោះគឺគេលក្ខណៈ serious គេផ្ដោតទៅលើខាងគេហៅ compare ក្នុងរស័យឬក៏ធនធានមនុស្សសូម្បីតែរត់ delivery សុទ្ធតែមានអាជ្ញាប័ណ្ណគេបណ្ណសាលបញ្ញាបត្រ delivery បាទអញ្ចឹងប្រទេសចិនគឺពងវាយទីផ្សារមិនថាទីផ្សារអន្តរជាតិពាក់ព័ន្ធជាមួយនឹងទំនិញអីចឹង product អីចឹង product ក៏មាន China ដែរមើល product ជុំវិញពិភពលោកសុទ្ធតែរបស់ចិនគេប្រើរបស់ចិនទាំងអស់ហើយទំនិញរបស់ចិនល្អជាងរបស់អាមេរិកឆ្ងាយមើលតែឡានអគ្គិសនីយកមកស្រុកខ្មែរវាយទីផ្សារដាច់ដោយសារអីថោកឡានអគ្គិសនីថោកហើយវាលក្ខណៈគុណភាពល្អទៀត cheap ដល់តែ cheap ណាគូទៀតថាតែថោកហើយល្អទៀតតយពីអាមេរិកបើអាមេរិកវាពេលខ្លះវាល្អដែរប៉ុន្តែវាថ្លៃឡានវាថ្លៃ expensive
វាថ្លៃអញ្ចឹងតំណែងរបស់វាថ្លៃរបស់អាមេរិកវាថ្លៃតែរបស់ចិនវាថោកហើយវាល្អទៀតអញ្ចឹងមនុស្សពីច្រើនប្រកបជាទិញរបស់ចិនយកប្រើអូខេអញ្ចឹងនេះមូលហេតុអីដែលអាមេរិកចង់ធ្វើអញ្ចឹងគឺវាខ្លាចបាត់បង់អំណាចយើងដឹងហើយអាមេរិកគឺជាប្រទេសមួយដែលមានអំណាចលេខ1ជុំវិញពិភពលោកតមកចិនតែបច្ចុប្បន្ននេះចិនជាមួយអាមេរិកចង់ស្មើដៃគ្នាឬក៏ចិនមើលទៅចង់ខ្លាំងជាអាមេរិកទៀតអញ្ចឹងមូលហេតុនេះហើយដែលខាងអាមេរិករៀបចំផែនការបូមប្រេងឲ្យហើយដើម្បីទៅវាយលុកទីផ្សារប្រទេសចិនមិនបានបូមប្រេងទៅវាយលុកទីផ្សារប្រទេសចិនដោយសារតែប្រទេសចិនគឺជាប្រទេសមួយដែលសម្បូរទៅដល់រោងចក្រ manufacturing ប្រទេសមួយដែលសម្បូររោងចក្រអញ្ចឹងប្រទេសដែលសម្បូររោងចក្រវាត្រូវការអីគេត្រូវការប្រេងនេះអូយវាត្រូវការប្រេងអញ្ចឹងបើសិនជាគេផ្ដាច់ប្រេងហ្នឹងសេដ្ឋកិច្ចរបស់អាមេរិកសេដ្ឋកិច្ចរបស់ប្រទេសចិនក៏ធ្លាក់ចុះដូចគ្នាអូខេវាត្រូវការចំណាយច្រើនវាដូចនេះអូខេវាដូចនេះនៅពេលដែលប្រេងកើនឡើង inflation consumer business អីធ្វើឲ្យ economy ធ្លាក់ចុះអញ្ចឹងធ្វើឲ្យពាក់ព័ន្ធជាមួយសេដ្ឋកិច្ចរបស់អាមេរិកវាធ្លាក់ចុះនេះប្រេង up economy ធ្លាក់ចុះអញ្ចឹងវាចង់វាយប្រហារទៅលើសេដ្ឋកិច្ចរបស់ប្រទេសចិន economy របស់ប្រទេសចិនប៉ុន្តែប្រទេសចិនឆ្លាតឆ្នាំ2024 2025ប្រទេសចិនធ្វើអីគេបាយគោប្រទេសចិនណាបាយគោឆ្លាតមិនបានថាទិញមាសទៅវាលក្ខណៈថាល្អ counter ពាក់ព័ន្ធមួយប្រេងហ្នឹងដោយសារតែបើសិនជាសេដ្ឋកិច្ចរបស់ប្រទេសចិនធ្លាក់មែនវានៅមានមាសគឺជាវត្ថុមួយដែលជាតម្រូវការរបស់ពិភពលោកវាអាចយកមាសហ្នឹងទៅធ្វើអីគេលក់បំណុល bond អានេះ bond US បំណុលសហរដ្ឋអាមេរិកវាទិញបំណុលសហរដ្ឋអាមេរិកបន្ទាប់មកមួយទៀតវាឈប់សិនមាសបំណុលហើយមួយទៀតអីគេភ្លេចបាត់ហើយខ្ញុំភ្លេចបាត់ហើយប៉ុន្តែនេះសំខាន់ជាងពីរនេះវាទិញបំណុលហើយទិញមាសដើម្បីទុកព្រិចមួយទៀតព្រិចវាបង្កើតទៅជាព្រិចមួយទៀតព្រិច currency ស្គាល់ព្រិចទេព្រិចហ្នឹងគឺជា currency មួយដែលបង្កើតឡើងសម្រាប់ប្រឆាំងព្រិច Brazil Russia India China នេះព្រិច currency គឺជាលុយមួយសម្រាប់ counter លុយដុល្លារព្រិចវាយតែប៉ុណ្្នេះព្រិចវាមាន3នេះសម្រាប់លក្ខណៈ counter ពាក់ព័ន្ធជាមួយនឹងអំណាចរបស់ប្រទេសអាមេរិកព្រិចនេះគឺគុំឡើងពីប្រទេសប្រេស៊ីលរុស្ស៊ីឥណ្ឌាចិនហើយជាមួយនឹងណូកូរ៉េឬមិនអាស៊ីទេភ្លេចបាត់ហ្នឹងខ្ញុំភ្លេចបាត់ហើយប៉ុន្តែវាផ្ដុំពីប្រទេសជាច្រើនចូលរួមគ្នាដោយគេយកមាសជាតំណាង backbone របស់ currency នេះអញ្ចឹងហើយមាសនេះគឺជាតម្រូវការមួយអញ្ចឹងទោះបីតែអាមេរិកកាត់ប្រេងឬក៏លក្ខណៈថាកាត់ supply ប្រេងរបស់ប្រទេសចិនក៏ដោយក៏ចិននៅតែមាន3នេះសម្រាប់លក់ដើម្បីដោះបំណុលវិញដែរតោះនេះ3នេះសម្រាប់ដោះបំណុលវិញអញ្ចឹងឆ្លាតអញ្ចឹងបានលក្ខណៈចិនឆ្លាតហើយពាក់ព័ន្ធជាមួយនឹងសង្គ្រាមនេះគឺគេធ្វើការ analyze testing ទៅលើ programming ទៅលើ video game អីចឹងច្រើនហើយ simulation ច្រើនហើយបានគេធ្វើការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់អីចឹងហើយមិនមែននៅសុកពួកអានឹងវាយគ្នាទេពួកអានឹងលក្ខណៈវាយគ្នាមានផលប្រយោជន៍ខាងវាយគ្នាយូរហើយអញ្ចឹងក្រុមហ៊ុនផលិតពាក់ព័ន្ធជាមួយនឹងសង្គ្រាមនិយាយថា war tank gun សុទ្ធតែពួកក្រុមហ៊ុនដែលផលិតទំនិញទាំងអស់ហ្នឹងណាសុទ្ធតែស្តុកទុកហ្នឹងអាវុធ nuclear bomb អីសុទ្ធស្តុកទុកហ្នឹងបំអីអញ្ចឹងប្រកបណាគឺគេត្រូវការយកអាពួកហ្នឹងមកប្រើប្រាស់ខ្លះហើយដើម្បីចាក់ supply ចូលអញ្ចឹងទៅលក្ខណៈថាវានេះចូលលក្ខណៈថាវារៀងជ្រៅតិចប៉ុន្តែសុទ្ធតែអានេះសុទ្ធតែអត់ប្រយោជន៍មែនទេមិនសូវមានប្រយោជន៍ទេហើយសូម្បីតែអ្នកខ្លះដឹងហើយក៏ធ្វើអីចឹងអានេះគឺជាចំណុចសំខាន់អានេះគឺជាចំណុច specialty មួយសម្រាប់ trader អ្នកខ្លះគឺគាត់ trade ឬក៏ការងារផ្សេងគឺគេមានតែទៅខ្វាយខ្វល់ឬក៏សិក្សារៀនដល់ប៉ុណ្ណឹងទេប៉ុន្តែក្នុងនាមយើងគឺជា trader យើងលក្ខណៈថាត្រូវតែដឹងពីអានឹងខ្លះតិចតួចហ្នឹងឯងនេះគឺជាមូលហេតុមួយដែលខ្ញុំឆ្លាញ់វិស័យ trading ដោយសារតែខ្ញុំបានរៀនច្រើនបើខ្ញុំថាខ្ញុំរៀនចប់ធ្វើ IT ខ្ញុំនឹងអង្គុយតែ design ការតរូបភាពខ្ញុំមិនទៅដឹងរឿងព័ត៌មានពិភពលោកមានចឹងអត់មានដឹងទេហើយមួយទៀតដល់ពេលចូលសារទៅមានអារម្មណ៍សុបាយអារម្មណ៍ដែលសុបាយលក្ខណៈចូលទៅចំណេញសុបាយពេលខាតទៅ emotion វិញអាហ្នឹងក៏ជាផ្នែកមួយដែលធ្វើឲ្យខ្ញុំឆ្លាញ់ក្នុងវិស័យ trading នេះដែរហើយមួយទៀតមានអីចង់ឆ្ងល់មានអីចង់សួរអាចសួរបាន